ជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះដែរខ្ញុំប្រាប់ពីរបៀបក្នុងការកឹបជាមួយនឹងខ្សែ fiber optic បាទឥឡូវយើងបានរត់មកដល់ទីតាំងដែលយើងត្រូវកឹបនៅកន្លែងទូប្របែកអ៊ីនធឺណិតហ្នឹងបាទអញ្ចឹងឥឡូវយើងអត់មានឧបករណ៍អីដែលច្រើនទឹកកត្រៃទេយើងមានទឹកកត្រៃសក់fiber optic ហ្នឹងហើយនឹងតកាត់បាទជំពីនឹងទេព្រោះនេះខ្ញុំត្រូវការហែកដៃបាទបាទចាប់ហែកចឹងមកបាទបងប្អូនឃើញជាមួយនឹងបដូលពណ៌ Q នេះបាទអញ្ចឹងបងប្អូនធ្វើមិនលៃជាមួយនឹងfiber optic ហ្នឹងឲ្យតម្រូវជាមួយនឹងfast connector នេះបាទអញ្ចឹងយើងលៃទៅមិនឲ្យវាស្មើនឹងកັບចូលជាមួយfiber optic ហ្នឹងជាមួយនឹងជ័រគោលពូជវានេះយើងដល់ពេលយើងមួស្ពឺហ្នឹងទៅអត់ជាប់បាទអញ្ចឹងឥឡូវយើងសិនបាទតទៅទៀតបងប្អូនត្រូវវាស់សិនបើបងប្អូនអត់ជំនាញបាទអញ្ចឹងយើងធ្វើការវាស់ហើយដាក់ចូលបដូរនេះអញ្ចឹងជួយមួយចាំតិចបាទជួយបដូរបានតមកទៀតបងប្អូនត្រូវវាស់ជាមួយនឹងខ្សែ fiber optic នេះបាទឲ្យស្មើជាមួយនឹងថាយើងអាចបញ្ចូលទៅក្នុង fast connector នឹងបានបាទនេះខ្ញុំធ្វើនៅទីតាំងខ្ពស់យើងបាទតិចធ្វើនៅទីធ្វើនៅកញ្ចដាហើយទីតាំងខ្ពស់បាទចឹងបាទតិចណាបងប្អូនបាទអូខេបាទអញ្ចឹងយើងធ្វើការកាត់ជាមួយនឹងឧបករណ៍ខ្ញុំមានកត្រៃគេនេះទៀតណាប៉ុន្តែខ្ញុំត្រូវការធ្វើទឹកកាត់ទេបាទអូខេបន្តមកទៀតបងប្អូនកន្លែងនេះវាមាន on ហើយនិង off នេះខាងនេះបាទវាមាន on និង off អញ្ចឹងពេលដំបូងបងប្អូនទៅបើក on សិនបាទហើយខ្ញុំអស់ហើយខ្ញុំតបដូរមួយចេញបាទខ្ញុំធ្វើការតេស្តជាមួយនឹងអំពូលពើថាវាភ្លើងវា signal ល្អអត់អញ្ចឹងភ្លើងគឺ signal ល្អបាទភ្លើងវាចូលទៅក្នុងខ្សែ fiber optic ហ្នឹងហើយបាទអូខេអញ្ចឹងខ្ញុំបិទគូស្ពឺវាបាទអូខេបាទអញ្ចឹងយើងដាក់ក្បាល connector ចូលវិញមក
ល់អញ្ចឹងយើងកັບបានហើយហើយយើងតេស្តជាមួយនឹងmedia converter ដល់ចូលមកយើងប្របែកជាមួយនឹង silent ទៅធ្វើ router កន្លែងផ្សេងក៏ប្របែក speed A ជាដើមអញ្ចឹងបងប្អូនបាទអញ្ចឹងវីដេអូបន្ទាប់ជួយខ្ញុំធ្វើតកតងនឹងថាវាដំណើរការឬក៏អត់បាទយើងដល់ធ្វើតេស្តជាមួយនឹង media converter